ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទប្រូផ្លាប់ទៀតហើយបាទថ្ងៃនេះមានមុខម្ហូបថ្មីបងប្អូនបាទក្បាលជ្រូកបាទក្បាលជ្រូកហ្នឹងយកទៅអាំងបងប្អូនបាទតែមុនទាំងអាំងហ្នឹងយើងយកស្ងោរយកអីសិនបងប្អូនបាទស្ងោរមកទឹកឲ្យរៀងផុយតិចបានយើងយកមកអាំងបងប្អូនបាទឥឡូវនេះមីស៊ីតនេះអ៊ីចាយ៉ាបាទកំពុងតែដាំទឹកបាទពេលយើងដាំទឹកពោះបានយើងដាក់គ្រឿងចូលនិងដាក់សាច់តែខ្ញុំដាក់សាច់មុនបាត់ហើយច្រឡំត្រូវដាក់គ្រឿងឲ្យឈ្ងុយមុនចាំដាក់សាច់ណាអានេះយើងដាក់មានលឹកស្កៃមានម្ដេងមានលឹកក្រូចអញ្ចឹងណាអានេះកញ្ញាយើងស្រីនុតស្រីស្អាតរបស់យើងបាទហ្នឹងហើយអានេះកំពុងតែបុកទឹកត្រីស្រីអូនយើងកំពុងតែហាន់ក្រូចបាទពេលយើងថតឲ្យអៀនបាទនេះស្រីនុតយើងបុកឲ្យឡើងក្រហមចេះហើយមកយកឲ្យមីងស៊ីតភ្លក់មើលតើឆ្ងាញ់អត់រសជាតិយ៉ាងម៉េចហើយសួរគេថាភ្លក់រសជាតិយ៉ាងម៉េចធីតារសជាតិយ៉ាងម៉េចវិញហូបនំប៉័ងអូហូបនំប៉័ងហ៎អូរសជាតិម៉េចរសជាតិឆ្ងាញ់អូឆ្ងាញ់មិនឆ្ងាញ់មិនសើស្រីស្អាតស្រីស្អាតតែទៅដល់នេះមិនឆ្ងាញ់មិនសាសនាដៃស្រីស្អាតបាទនេះស្រីស្អាតយើងហេវដែរអង្គុយមើលគេធ្វើម្ហូបអានេះតបពីនឹងមកយើងច្រង់វាមកឲ្យត្រជាក់បាទហើយបាទយើងហាន់អានេះខ្ញុំលាយគ្រឿងបាទមានម្ទេសហុយប្រេងខ្យងរ៉ូឌីប៊ីចេងលាយជាមួយស្ករអានេះគ្រឿងវាឲ្យកូរចូលគ្នាអស់មកនេះគ្រឿងលាបពីលើបងប្អូនបាទមុននឹងយកអាំងណាបាទកូរសបោះវាចូលគ្នាចូលជាតិមួយគ្នាមកបាទបងប្អូនបាទនេះស្រីស្អាតយើងឈរមើលខ្ញុំតែបងឯងលាយគ្រឿងអីអញ្ចឹងណាហ្នឹងហើយបន្ទាប់មកយើងក៏យកអាសាច់ហ្នឹងយើងហាន់ឲ្យជាចំណិតយ៉ាងស្ដាងតិចមកហើយយើងយកមកអាំងឲ្យវាឡើងខ្លាញ់ណាបងប្អូនបាទលឺថាវាឡើងខ្លាញ់ឡើងរៀងក្រៀមបាទយើងលាបអាគ្រឿងខ្ញុំលាយមិញហ្នឹងលាបពីលើអានឹងដើម្បីអីថាកុំឲ្យខ្លោចគ្រឿងបើយើងប្រឡាក់គ្រឿងចូលមុនគឺខ្លោចហើយអានេះយើងបន្លែរបស់យើងបាទអានេះហើយអស់ហើយយើងក៏បានកាត់សាច់កាត់អីអានេះលោកបងហំផាត់បាទញ៉ាំតែម្ដងបាទហើយខ្ញុំអត់បានថយច្រើនទេបងប្អូនអើយហេវដែរដាក់អស់លីងថតបានតិចនេះពូផ្លោកបាទញប់ហូបជាមួយខុកកែលបាទនេះស្រីនុតយើងបាទនេះអ្នកអាំងបន្តទៀតបាទបន្លាក់ឲ្យអាំងបន្តទៀតបាទវីដេអូមានតែប៉ុណ្ណឹងបងប្អូនបាទអរគុណច្រើនបាយបាយ